ในក្នុងវីដេអូនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាឲ្យស្គាល់តទៅនឹងអ្វីទៅជា group នៅក្នុងកម្មវិធី Microsoft Excel បាទឥឡូវមើលទីមកនេះកន្លែងនេះនេះអ្នកទាំងអស់គ្នាឃើញមក block នេះហ៎មក block ហ្នឹងគេហៅ group ណាហើយឈ្មោះវាមើលកន្លែងណាឈ្មោះវាយើងអាចមើលនៅខាងក្រោមនេះមានឈ្មោះថា clipboard បាទចំណែកឯមួយខណ្ឌនេះវាមានឈ្មោះថា font ណាហើយចំពោះមួយខណ្ឌនេះមានឈ្មោះ group វាឈ្មោះថា alignment បាទអ្នកទាំងអស់នេះគឺជា group ប៉ុន្តែមុននឹងលម្អិតទៅក្នុង group ខ្ញុំសូមបង្ហាញខាងលើសិននេះអ្នកទាំងអស់គ្នាមើលកន្លែងខាងលើនេះមកជួរលើនេះវាមាន file មាន home insert មាន page layout មាន formulas មាន data ហ្នឹងទាំងអស់ហ្នឹងមកជួរហ្នឹងណាហ្នឹងគេហៅថា ribbon tab បាទហើយចំពោះtab នីមួយៗគឺវាមាន group ជាច្រើនដូចជា home វាមាន group ដូចដែលខ្ញុំបានបង្ហាញខាងដើមហ្នឹងមាន clipboard មាន font ចំណែកនៅក្នុង insert គឺមាន group ច្រើនទៀតបាទមាន group ច្រើនទៀត page layout ក៏មាន group ផ្សេងដែរមានទាំងអស់នេះណាបាទនេះឃើញទេមួយ group អញ្ចឹងមានមុខងារផ្សេងគ្នាអញ្ចឹងវាមានមុខងារផ្សេងគ្នាឥឡូវយើងមកកលេចមើលនៅក្នុង home ហើយយើងសិក្សាទៅលើ group clipboard មួយសិនណាដែលវាមាន cut មាន copy មាន format painter និង paste កន្លែងនេះបាទវាមានមុខងារផ្សេងគ្នា3នេះទី1ខ្ញុំនឹងបង្ហាញតទៅនឹង cut តើវាប្រើប្រាស់ដើម្បីធ្វើអីមកអ្នកទាំងអស់គ្នាមើលទាំងអស់គ្នាឧទាហរណ៍ថាខ្ញុំសរសេរពាក្យថា Cambodia បាទខ្ញុំដាក់ font អក្សរធំបន្តិចណា Cambodia យើងប្រើ cut នេះគឺដើម្បីលើកបដូរទីតាំងព្រោះអីចេះនៅពេលដែលយើងចង់លើកបដូរទីតាំងយើងប្រើត្រីចេះណានៅពេលដែលយើងចង់លើកបដូរទីតាំងអ្នកទាំងអស់គ្នាត្រូវចុចលើវាសិនបើមិនចុចលើវាទេក្នុងកុំព្យូទ័រគឺវាអត់ស្គាល់ថាយើងចង់ធ្វើការនៅកន្លែងណាទេយើងស្រេចលើវានេះបញ្ជាក់ថាយើងធ្វើការនៅកន្លែងហ្នឹងបន្ទាប់មកនៅពេលដែលយើងចង់លើកដាក់នៅកន្លែង column D អ្នកទាំងអស់គ្នាចុចលើនឹងមករួចចុចលើ cut បាទ cut នេះបើយើងប្រើធម្មតាគឺកាត់ណាកាត់ពីកន្លែងមួយដាក់កន្លែងមួយមកដើម្បីវាប្រើប្រាស់បានទៀតខ្ញុំលើកវាមកដាក់កន្លែង D ឈរនៅកន្លែងសិនណាយើងដាក់ម៉ៅចុចកន្លែងម៉ៅកន្លែងហ្នឹងសិនបាទយើងคลิกកន្លែងហ្នឹងមកបន្តមកទៀតនៅពេលដែលយើងចង់លើកវាមកដាក់នៅកន្លែងនេះនៅជួយឈរ D អ្នកទាំងអស់គ្នាត្រូវតែយកម៉ៅរបស់យើងคลิกលើនឹងមួយសិននេះគឺចង់បញ្ជាក់ថាយើងចង់លើកពី column B មកដាក់នៅ column D ណាបន្តមកទៀតដំណាក់កាលដែលយើងលើកគឺចុចទៅលើពាក្យ paste នេះឃើញអត់វានឹង move ពីកន្លែងនេះមកដាក់កន្លែងនេះទៅនឹងមុខងារ cut មួយទៀតតទៅនឹង copy ខ្ញុំមានពាក្យបាទខ្ញុំមានពាក្យ Cambodia នៅកន្លែងនេះបន្ទាប់មកខ្ញុំចង់ copy ចម្លងវាមកដាក់នៅ column D ដូចគ្នាចាំមើលណាដូចគ្នានឹង cut ដែរគឺយើង select លើវារួចយកពាក្យ copy នេះប្រែថាចម្លងនេះគឺសញ្ញានេះសញ្ញា select នេះឯងបញ្ជាក់ថាយើងកំពុងតែ copy ទៅលើវាហើយបន្តមកទៀតអ្នកនរគ្នាត្រូវតែដាក់គោលដៅថាយើងចង់ទម្លាក់អ្វីដែលយើង copy មិញហ្នឹងដាក់នៅកន្លែងណានៅពេលយើងកំណត់អញ្ចឹងហើយអ្នកនរគ្នាយកម៉ៅមកคลิกនៅរបស់ cell ហ្នឹងមករួចចុចទៅលើពាក្យ paste ដូចគ្នាឃើញទេឃើញខុសគ្នា copy គឺយើងចម្លងពីនេះមកនេះវាជាប់នៅទម្រង់ចាស់ដដែលអក្សរចាស់នៅកន្លែងណានៅកន្លែងដដែលហើយបានមួយទៀតប៉ុន្តែបើខាត់លើកមកគឺបាត់ពីកន្លែងហ្នឹងហើយណាប៉ុន្តែយើងប្រើ paste ដើម្បីបង្ហាញអ្វីដែលយើងចង់លើកមកដូចគ្នាអ្វីដែលយើងចម្លងមកដូចគ្នាមួយទៀតតទៅនឹង format painter
อันนี้คือสำหรับ copy ឬក៏ចម្លងដែរប៉ុន្តែសូមបញ្ជាក់ថាវាមិនមែនចម្លងអក្សរនោះទេមិនមែនចម្លងអក្សរទេគឺវាចម្លងតែទម្រង់ប៉ុណ្ណោះទម្រង់មានដូចជាអីខ្លះមានដូចជា color មានដូចជា font មានដូចជាទំហំបាទ font size អានេះគឺជា format Panther ទម្រង់របស់វាបាទឧទាហរណ៍ឥឡូវខ្ញុំមានពាក្យ Cambodia ឥឡូវខ្ញុំ copy មកតម្លាក់ចូលទៅនេះមួយទៀតប៉ុន្តែចំពោះកន្លែងនេះគឺខ្ញុំយកអក្សរពណ៌ក្រហមបាទពណ៌ក្រហមអូតោះឥឡូវខ្ញុំដូរអក្សរវិញកុំឲ្យថាដូចគ្នាពេកខ្ញុំដូរដាក់ហើយកន្លែងនេះខ្ញុំដាក់ថា Excel Cambodia 4.0 ចាំមើលណាពុំអក្សរក៏ខុសគ្នាទំហំក៏ខុសគ្នាពណ៌ក៏ខុសគ្នានៅពេលដែលខ្ញុំចង់ប្រើប្រាស់ format Panther តើវាយ៉ាងម៉េចដែរអ្នកទាំងអស់គ្នាមើលទៅកន្លែងនេះទី1យើងចុចលើ model ដែលយើងចង់បានបើន័យថាកន្លែងនេះគឺខ្ញុំចង់បានពណ៌ mode អក្សរទំហំអក្សរនិយាយទៅ format វាទាំងអស់នៅក្នុងពាក្យ Cambodia ហ្នឹងមកចម្លងទៅលើ Excel Cambodia 4.0 ណាអញ្ចឹងទី1ចុចទៅលើ cell ហ្នឹងមករួចយកពាក្យ format Panther ហើយយើងយក mouse របស់យើងឃើញ mouse មានជក់យើងមកដាក់ទៅលើ cell ហ្នឹងមកនេះខ្ញុំចុចណានេះឃើញទេវានឹងចម្លងពណ៌បែបហ្នឹងមកឲ្យយើងឃើញអត់ចម្លង Cambodia មកទេគឺចម្លងតែពណ៌ចម្លងតែ mode អក្សរឬក៏ទំហំអក្សរមកតែប៉ុណ្ណោះនេះគឺតើតើទៅនឹងការប្រើប្រាស់ទៅលើ clipboard group នៅក្នុងហ្នឹងមាន cut មាន copy មាន format Panther និង paste នៅខ្ញុំបានបញ្យល់អស់ហើយតើតើនឹងទាំងរបស់ទាំង4ហ្នឹងហើយបើសិនជាមិនទាន់យល់តាណាទេអាច comment សួរខាងក្រោមហើយបងប្អូនចង់ឲ្យខ្ញុំធ្វើវីដេអូអីតើតើនឹង Excel បន្តទៀតអាច comment ខាងក្រោមខ្ញុំនឹងធ្វើជូនសម្រាប់អ្នកទាំងអស់គ្នានៅពេលក្រោយបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់ការប្រើប្រាស់ clipboard group បាទអរគុណជួបគ្នាវីដេអូក្រោយតែកុំភ្លេចចុច subscribe ទៅ